ចិត្តគឺជាប្រភពនៃការគិតទាំងការនិយាយនិងការធ្វើរាល់សកម្មភាពទាំងអស់នៅក្នុងព្រះពុទ្ធសាសនាព្រះពុទ្ធទ្រង់បានចែងមកថាចិត្តជាធំចិត្តជាប្រធានគ្រប់យ៉ាងសម្រេចអំពីចិត្តទោះធ្វើល្អក្តីអាក្រក់ក្តីនិយាយយ៉ាងណាចិត្តគិតមុនជាប្រធានចំពោះការគ្រប់គ្រងនៅក្នុងអារម្មណ៍បានដល់ការអប់រំចិត្តគឺជាការបង្វឹកខ្លួនឯងឲ្យចេះទប់ស្កាត់នៅអារម្មណ៍ដែលអវិជ្ជមានដូចជាទោសៈពោលគឺកំហឹងលោភៈសេចក្តីលោភលន់មោហៈសេចក្តីវង្វេងនៅពេលដែលចិត្តយើងរឹងមាំយើងនឹងមិនងាយរងឥទ្ធិពលពីមជ្ឈដ្ឋានខាងក្រៅឡើយចំពោះការបង្កើនសតិនិងសមាធិព្រមទាំងការអប់រំចិត្តគឺទាមទារឲ្យមានសតិការដឹងខ្លួនជានិច្ចការដែលយើងចេះពិចារណាឲ្យបានមកចត់មុននឹងសម្រេចចិត្តធ្វើអ្វីមួយក៏ជួយឲ្យយើងជៀសផុតអំពីកំហុសខុសឆ្គងទាំងឡាយដែលកើតមានមិនល្អភាពស្ងប់ស្ងាត់នៅខាងក្នុងចិត្តដែលត្រូវបានអប់រំល្អគឺជាចិត្តដែលស្ងប់មិនវិលវល់រីកខ្វល់ខ្វាយហួសហេតុទៅលើរឿងមិនអាចគ្រប់គ្រងបានគឺវាជួយឲ្យយើងចេះទទួលយកនៃភាពពិតក្នុងជីវិតសេចក្តីល្អគឺជាលទ្ធផលផ្ទាល់ដែលកើតចេញពីចិត្តដែលត្រូវបានអប់រំល្អនោះឯងការធ្វើអំពើល្អមិនត្រឹមតែបានផ្ដល់ប្រយោជន៍ដល់អ្នកដទៃប៉ុណ្ណោះទេថែមទាំងបានផ្ដល់នូវតម្លៃរបស់ខ្លួនឯងយ៉ាងធំធេងមានសុខសន្តិភាពនៅក្នុងផ្លូវចិត្តទៀតផងសរុបសេចក្តីមកសេចក្តីសុខផ្លូវចិត្តដែលពិតប្រាកដគឺតម្លៃដ៏ធំបំផុតដ៏ល្អគឺការទទួលបាននូវសេចក្តីសុខក្នុងចិត្តអ្នកតែងតែសាងនៅអំពើល្អតែងតែរស់នៅដោយគ្មានវបដិសារីគឺគេងលក់ស្រួលមិនមានសេចក្តីតានតឹងពីខាងក្នុងចិត្តឬក៏គ្មានសេចក្តីទុក្ខលំបាកណាមួយដែលកើតក្នុងអារម្មណ៍មិនល្អនោះឡើយការសាងសង្គមប្រកបដោយសុខដុមរមនាពោលគឺសេចក្តីល្អលោកអ្នកត្រូវតែមានភាពស្មោះត្រង់ត្រូវចេះជួយការងារយកអាសាគ្នាទៅវិញទៅមកការបិទភ្ជាប់ពីមនុស្សម្នាក់ទៅសង្គមឲ្យរស់នៅដោយសុខសន្តិភាពគឺការយោគយល់គ្នាតម្លៃអមតៈនៃកេរ្តិ៍ឈ្មោះគឺកុសលផលបុណ្យនេះឯងទ្រាំសម្បត្តិលុយកាក់និងអំណាចសុទ្ធតែជារបស់ខាងក្រៅកាយដែលអាចបាត់បង់ទៅដោយប្រការណាមួយគ្មានគុណតម្លៃប្រសើរជាងតម្លៃកេរ្តិ៍ឈ្មោះនោះទេចំពោះសេចក្តីល្អនិងកេរ្តិ៍ឈ្មោះល្អគឺថិតថេរជាប់នៅចងចាំរបស់អ្នកដទៃជានិច្ចជារៀងរហូតតាមដែលជំនឿកម្មផលដែលលោកអ្នកបានសាងល្អនឹងហុចផលឲ្យជាសេចក្តីសុខតបវិញជានិច្ចការអប់រំចិត្តនិងការសាងល្អគឺជាដំណើរដែលដើរទន្ទឹមគ្នាបើគ្មានការអប់រំចិត្តឲ្យបានល្អទេមនុស្សយើងងាយនឹងវង្វេងហើយលះបង់ចោលសេចក្តីល្អណាស់ផ្ទុយទៅវិញពេលដែលចិត្តយើងភ្លឺស្វាងសេចក្តីល្អនឹងកើតមានឡើងដោយស្វ័យប្រវត្តិដូច្នេះលោកអ្នកអ្វីគ្រប់យ៉ាងត្រូវសាងក្នុងអំពើល្អព្រោះអំពើល្អរមែងនាំឲ្យលោកអ្នកមិនមានវបដិសារីស្ដាយក្រោយ